ហើយជាពិសេសហ្នឹងគឺតម្លៃវប្បធម៌ហ្នឹងឯងទីខ្ញុំកណាខ្ញុំមិនដែលចោលពាក្យហ្នឹងទេព្រោះថាបើប្រទេសមួយជនជាតិមួយមិនស្គាល់ពីវប្បធម៌ខ្លួនឯងគឺស្មើនឹងគង់ទៅដល់ថ្ងៃអាលាយទេអាលាយអីអាលាយអត្តសញ្ញាណហ្នឹងលោកទឹកដីបំបត្តិទៅណាដែលបាត់អត្តសញ្ញាណត្រង់ណាដែលសម្គាល់ថាជាខ្មែរបច្ចុប្បន្ននោះវារមមើលពេលខ្លះវាអត់ឃើញក្នុងអាជីវភាពប្រចាំថ្ងៃនេះវាស្ទឹងតែបាត់បង់ហ្នឹងលោកដឹងទេគោលនយោបាយរបស់ប្រធានាធិបតីចិនស៊ីជីនពីងក្នុងឆ្នាំ2024-25គឺលើកទិសដៅមួយឲ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈក្មេងចាស់ស្គាល់អំពីវប្បធម៌របស់ខ្លួនអញ្ចឹងបានប្រទេសណាឆៃណាថោនប្រទេសហ្នឹងល្អគឺបញ្ជ្រាបរហូតសូម្បីតែយើងខ្មែរនេះមិនទាន់ចេះចិនមកកុកផងក៏យកវប្បធម៌គេមកដាក់ដែរណាព្រោះអីព្រោះតែកាលដែលប្រជាជនគេស្គាល់អំពីវប្បធម៌របស់គេច្បាស់លាស់ហើយគេព្យាយាមផ្សព្វផ្សាយអញ្ចឹងអតិពលនឹងវាជ្រាបទៅដល់ប្រទេសជិតខាងទៀតអញ្ចឹងខ្មែរយើងពីបុរាណនោះដែលលោកមានទឹកដីធំទលំទលាយមានវិសាលភាពព្រោះលោកពង្រីកឥទ្ធិពលវប្បធម៌នឹងទៅសូម្បីតែប្រទេសជិតខាងក្បែរខាងយើងសពថ្ងៃដែលជាអតីតរាជធានីរបស់ខ្មែរក៏នៅតែទទួលឥទ្ធិពលរបស់ខ្មែរសម័យនោះដែរមិនថារបបទេវនិយមរបបរាជានិយមរបបស្អីដែលគេគោរពបូជាហ្នឹងគឺយកតាមលំអានឥទ្ធិពលខ្មែរពីសម័យនោះមកតែដល់ទៅពេលគេរងថ្ងៃគេអនុវត្តបានល្អគេពង្រីកចង់ចូលមកយើងវិញយើងចង់វាដូចចង់ត្រឡប់តលិនបដូរធាតុព្រោះអីព្រោះយើងអត់បានលើកតម្កើងរបស់យើងចឹងបានតែខ្ញុំកណ្ណាខ្ញុំបារម្ភត្រង់ចំណុចនេះណាទើបចេះតែផ្ដាំផ្ញើឲ្យយើងកុំឆ្លោះគ្នាទៀតទៅព្រោះបើប៉ោចវាសឹកតែដោកទេអញ្ចឹងចូលយើងមនុស្សម្នាក់ជាចំណែកមួយលើកកម្ពស់មកវិញស្ដារមកវិញឲ្យបានឃើញនៅភាពប្រណិតអំពីខឿនវប្បធម៌របស់ខ្លួនអត្តសញ្ញាណរបស់ខ្លួនប្រពៃណីរបស់ខ្លួនទំនៀមទម្លាប់របស់ខ្លួនបើយើងជាគ្រូបង្រៀនយើងត្រូវស្លៀកពាក់ជាគ្រូបង្រៀនបើយើងជាប៉ូលីសត្រូវស្លៀកពាក់ជាប៉ូលីសបើយើង PM ត្រូវស្លៀកពាក់ជា PM បើយើងជាបរិស័ទត្រូវស្លៀកពាក់ជាបរិស័ទដើម្បីបង្ហាញឲ្យបាននៅអត្តសញ្ញាណឥឡូវបើសិនជាឱកាសពេលបុណ្យហ្នឹងយើងមិនបង្ហាញអត្តសញ្ញាណហើយតែយកទៅបង្ហាញពេលណាមានឱកាសណាដើម្បីបង្ហាញមានទេហើយយូរទៅអត្តសញ្ញាណបង្ហាញក្នុងជីវភាពរស់នៅប្រចាំថ្ងៃចុះបើជីវភាពរស់នៅប្រចាំថ្ងៃមិនបង្ហាញចាំបង្ហាញនៅពេលណាចាំមួយឆ្នាំទៅអបអរនៅ UNESCO ម្ដងបង្ហាញអីចឹងទៅតែភាពជាក់ស្ដែងអត់ហ្នឹងចឹងណាលោកអញ្ចឹងសូមឲ្យលោកទាំងឡាយជាពិសេសបងប្អូនយុវជនយុវនារីទាំងអស់យើងជាពលឹងមួយសម្រាប់ជាតិចឹងឲ្យសូមបងប្អូនទាំងអស់ព្យាយាមបណ្ដោះពលឹងជាតិឲ្យរស់ឡើងវិញអូនជាមនុស្សម្នាក់ដែលអាចប្រោះពលឹងជាតិឲ្យរស់ក្នុងចំណែកមួយមិនពឹងលើចាស់ទៅទៀតទេគាត់អស់លទ្ធភាពហើយគាត់ឆ្លងកាត់សង្គ្រាមផងគាត់ឆ្លងកាត់ការកំសត់កំរផងការបែកបាក់នៃរាជព្រោះប្រាស់គ្នារវាងខ្មែរនិងខ្មែរបងប្អូនកូនចៅផងហើយគាត់បន្តមកឲ្យយើងបច្ចុប្បន្នពេលនេះឥឡូវយើងបានសុខសន្តិភាពយើងបានស្ថិរភាពនៅស្រួលហើយសូមបងប្អូនទាំងអស់យុវជនយុវនារីទាំងអស់ព្យាយាមសិក្សាស្វែងយល់សិក្សារៀនសូត្រឲ្យច្រើនឲ្យស្គាល់ពីប្រវត្តិសាស្ត្រខ្លួនឲ្យស្គាល់ពីតម្លៃវប្បធម៌អរិយធម៌របស់ខ្លួនហើយយកមកអនុវត្តក្នុងមាគ៌ាប្រចាំថ្ងៃដើម្បីប្អូនជាមនុស្សម្នាក់
ដែលមានចំណាយប្រោះឲ្យរស់ឡើងវិញនៅដួងព្រលឹងនិងអត្តសញ្ញាណជាតិ